ហើយបានខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាទម្លាក់នៅការជឿមួយដែលគេតែងតែនិយាយថាបង្ហោះខ្លែងពេលដែលដាច់លើផ្ទះគេនាំឲ្យចង្រៃនាំឲ្យឧបទ្រពអីចឹងណាខ្ញុំចង់ឲ្យបងប្អូនកុំយកទស្សនៈនេះដូចថាយកមកប្រកាន់ភ្ជាប់អីព្រោះកាលណាមានជំនឿហ្នឹងធ្វើឲ្យក្មេងៗខ្លាចខ្លាចភ័យលែងខ្លែងដល់យូរទៅនឹងបាត់បង់ខ្លែងឯងបាទបាត់បង់លបែងកំសាន្តបាត់បង់ការបង្ហោះខ្លែងហើយដល់ពេលយូរទៅគឺធ្វើឲ្យអាចនិយាយបានថាយើងមិននិយាយថាមិនទេប្រទេសជិតខាងយើងគេឆ្លៀតឱកាសក៏ថាបានដែរគេគិតថាខ្លែងនឹងជារបស់គេអញ្ចឹងទៅឬក៏មិនអីចឹងទៅអញ្ចឹងកុំឲ្យមានការប្រកាន់ជំនឿថាលេងខ្លែងនាំឲ្យចង្រៃដាច់លើផ្ទះគេនាំឲ្យចង្រៃទេខ្ញុំមិនបង្ខំឲ្យបងប្អូនថាមិនឲ្យបងប្អូនជឿនោះទេក៏ប៉ុន្តែយើងគិតថាជំនឿអីចំណេញចាំយើងជឿត្រូវហើយបាទជំនឿណាខាតយើងកុំជឿអីដូចជាក់ស្ដែងដូចស្រុកភូមិនេះចូលមកដល់រដូវរំហើយសិតតែខ្លែងទាំងអស់សិតតែខ្លែងបាទហើយបើក្មេងៗជំនាន់ក្រោយមិនថែរក្សាសួរឲ្យចាស់ណាគាត់នៅយូរបាទបាទតពីមួយជំនាន់ទៅមួយជំនាន់ក្មេងៗជំនាន់ក្រោយលេងស្គាល់ខ្លែងឯងស្គាល់ខ្លែងអស់ហ่ะបងធ្វើម៉េចឲ្យលឺដល់ចងខ្សែរវីបងប្អូនឧបករណ៍នេះតតែឡើងទៅលើប៉ះជាមួយខ្យល់បានវាលន់ដូចចឹងទឺនៅខាងលើហើយបើថាកាន់តែយប់ស្ងាត់លឺរឹតតែខ្លាំងហ្នឹងហើយបាទព្រោះហើយខ្លែងឯកហ្នឹងហើយដែលមាននៅក្នុងរឿងធនជ័យមិនចឹងបងណាបាទអញ្ចឹងហើយបានចង់ផ្សារភ្ជាប់ថាខ្លែងឯកគឺមានតាំងពីបរមបុរាណមកហើយមាននៅក្នុងបាទរឿងធនជ័យមាននៅក្នុងដូចថាការសរសេរពាក់ព័ន្ធជាមួយនឹងខ្លែងឯកអញ្ចឹងណាបានខ្ញុំតែងតែលើកឡើងថាកុំឲ្យបាត់បង់បាទនៅលបែងកំសាន្តជាប្រភេទខ្លែងឯកនេះគួរតែអភិរក្សឲ្យបានគង់វង្ស